យើងចង់ឲ្យច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះអនុម័តហើយអនុវត្តប្រកបដោយតម្លាភាពហើយនឹងប្រសិទ្ធភាពការពិតគឺយើងត្រូវតែមានការឆ្លងឆ្លើយក៏ព័ត៌មានច្បាស់ការដោយតែបងប្រុសពីក្រសួងពេញហ្នឹងគាត់បានមកប្រាប់យើងគឺតើប្រភពច្បាស់ការឆ្លើយរបស់យើងអាចទៅផ្សេងបានយើងអាចតាំងទៅផ្សេងខ្លួនឯងដែលអត់ធ្វើប្រភពអត់អីច្បាស់លាស់ទេអញ្ចឹងមិនប្រកាសថាយុគសម័យ digital ព័ត៌មានទាំងអស់នៅលើអ៊ីនធឺណិតស្ថានភាពព័ត៌មានអាចជុកចេញមកបានទេអញ្ចឹងបញ្ហាប្រឈមច្រើនដែលយើងមើលឃើញគឺទី1តកតងជាមួយទៅនឹងច្បាប់បញ្ញត្តិមួយចំនួនហ្នឹងវានៅមានកម្រិតនៅឡើយដែលជារបាំងការពារទាំងសម្រាប់អ្នកសារព័ត៌មានក្នុងការស្នើសុំព័ត៌មានក៏ដូចជាចុះនៅក្នុងមូលដ្ឋានផ្ទាល់ជាក់ស្ដែងនៅពេលដែលចុះទៅផលិតព័ត៌មានអាក្នុងមូលដ្ឋានក៏ជាវិធីសុំការអនុញ្ញាតឬក៏ចុះមកអញ្ចឹងណាតាមពិតបើយើងនិយាយពីអ្នកសារព័ត៌មានគឺកាលណាតែមានការដែលអាជ្ញាប័ណ្ណចេញពីក្រសួងព័ត៌មានក៏ការអ្នកសារព័ត៌មានសម្គាល់ថាខ្ញុំបុគ្គល A ខ្ញុំពិតជាអ្នកសារព័ត៌មានស្ថាប័ននេះមែនអញ្ចឹងខ្ញុំមានសិទ្ធិចុះទៅផលិតព័ត៌មានជួបជាមួយប្រភពខ្ញុំមិនចាំបាច់តែដាក់លិខិតតើឲ្យភូមិឃុំនឹងដឹងទេតែពេលអញ្ចឹងវាទៅជាការគម្រាមកំហែងដល់វិសាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ការធ្វើការរបស់យើងហើយប្រភពក៏អត់ហ៊ាននិយាយជាមួយយើងដែរបើសិនជាទៅដល់គាត់តែទៅសភាប្រភពនៅភូមិមួយនៃអាជ្ញាធរជីម៉ូតូតាមហើយមានអ្នកហ៊ាននិយាយជាមួយយើងទៀតអញ្ចឹងអាហ្នឹងជាអីដែលខ្ញុំមើលឃើញហើយបញ្ហាមួយទៀតតើក្នុងមួយផ្នែកបរិស្ថានក៏បងដែរបង្រួបការស៊ីវិលបបាក់នៅក្នុងការទាញយកទិន្នន័យដែលបាក់ហូជាសាធារណៈបើនិយាយថាអនុក្រឹត្យឬក៏គម្រោងមួយដែលគាត់ដែលរដ្ឋគាត់អនុម័តមកហ្នឹងគឺយើងពិបាកក្នុងការធ្វើការទីផ្ទាល់ថាពិតជាក្រុមហ៊ុនហ្នឹងគាត់បានអាជ្ញាប័ណ្ណនឹងមែនអត់តាំងពីឆ្នាំណាហើយតែអាជ្ញាប័ណ្ណហ្នឹងវាផុតសុពលភាពទៅឬក៏ក្រុមហ៊ុនហ្នឹងគាត់នៅតែបន្តរាប់សិបឆ្នាំតែហើយតែមិនមានការធ្វើការវិតម្លៃផលប៉ះពាល់បរិស្ថានឬក៏បានដោះស្រាយសំណងជូនទៅសហគមន៍នៅឡើយទេអញ្ចឹងអានេះដែលជាទូរទស្សន៍អ្នកសារព័ត៌មានគាត់ត្រូវទៅជួយអានឹងឡើងវិញដើម្បីឲ្យសាធារណជនគាត់បង្វែរចំណាប់អារម្មណ៍មកគិតទៅលើបញ្ហានេះពីព្រោះមានរឿងជាច្រើនដែលលើក្រោយការអភិវឌ្ឍមួយដែលប្រសើរទឹកភ្នែកប្រសើរគេហៅថាស្លាកស្នាមឈឺចាប់ទៅដល់សហគមន៍ដែលគាត់ធ្លាប់បាត់បង់ដីផ្ទះសម្បែងទាំងអស់ហ្នឹងអញ្ចឹងអានេះអីដែលខ្ញុំមើលឃើញហើយចំណុចមួយទៀតប្រហែលក្នុងការរកអ្នកជំនាញស្មោះនិយាយដល់ស្មោះត្រង់ពេលដែលចង់រកអ្នកជំនាញដែលគាត់បកស្រាយទៅលើនយោបាយឬក៏ពាក្យពេចន៍ទៅលើបែបបច្ចេកទេសនៅក្នុងផ្នែកបរិស្ថានឬក៏បម្រែបម្រួលអាកាសធាតុហ្នឹងពីស្ថាប័នរដ្ឋឬក៏ស្ថាប័នដែលគាត់ជំនាញប្រហែលខ្លាំងអញ្ចឹងធ្វើឲ្យការទទួលបានព័ត៌មានយល់ស៊ីជម្រៅទៅដល់សាធារណជនឬក៏នៅតាមតំបន់ដែលសាធារណជនសមាជិកធម្មតាគឺពិបាកដូចគ្នាអញ្ចឹងអានេះខ្ញុំមើលឃើញពីបញ្ហាមួយទៀតហើយបញ្ហាបន្តមកទៀតនោះគឺតកតងជាមួយទៅនឹងការដាក់គំនាបផ្លូវច្បាប់ការបើន័យថានៅពេលដែលអ្នកសារព័ត៌មានតបជាវិទ្យាពីបញ្ហាបរិស្ថានអីដែលគាត់ទទួលបានមកវិញឃើញមួយរយៈក្រោយនេះគឺការប្រើប្រាស់វិស័យនឹងច្បាប់ព្រមអត់បានមកលើគាត់យើងឃើញដូចជាការពីឆ្នាំ2024ដោយពូឈឹងនៅខាងអ្នកវិការបរិស្ថានម្នាក់ដែលគាត់ជា citizen journalist ជាអ្នកសារព័ត៌មានប្រជាជនគាត់ទៅបានខ្មាំងកំភ្លើងបាញ់សម្លាប់ដោយបន្ទាប់ពីគាត់ទៅរាយការណ៍បញ្ហាបរិស្ថានកាប់ឈើនៅតំបន់បឹងពេរហើយបន្តមកទៀតយើងឃើញមានអ្នកសារព័ត៌មានដូចបងគាត់មានវត្តមានដែរទៅថ្ងៃមុនហើយករណីរបស់គាត់នៅក្នុងបញ្ជាបានជួយសម្របសម្រួលផ្ដល់នៅការប្រឹក្សាច្បាប់ដោយសារតែការរៀបការបរិស្ថានរបស់គាត់នៅខាងខេត្តកំពង់ធំហើយកន្លងមកដូចពូម៉ៅខ្ញុំមកដឹងថាអ្នកទាំងអស់គ្នានៅទីនេះគាត់បានចាប់អារម្មណ៍អត់ទេនៅពេលដែលជាអ្នកដែលគាត់សហគមន៍មូលដ្ឋានគាត់ព្យាយាមមករៀបការពីបញ្ហាទាំងអស់នេះមកគាត់ត្រូវបានការប្រើប្រាស់ច្បាប់ដាក់គំនាបនៅលើពួកគាត់អញ្ចឹងធ្វើឲ្យអ្នកសារព័ត៌មានផ្សេងទៀតគាត់រអាក់នៅពេលដែលអ្នកសារព័ត៌មានគាត់ទៅបើកកកាយពីបញ្ហាបរិស្ថានឬក៏បំរែបម្រួលអាកាសធាតុឬក៏គម្រោងដែលប៉ះពាល់ជាមួយសហគមន៍ហ្នឹងត្រូវបានគេប្រើទុកច្បាប់មកដាក់គំនាបគាត់អញ្ចឹងអត់មានអ្នកណាគេទៅហ៊ានធ្វើការអញ្ចឹងហើយបើយើងចង់ឲ្យច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះអនុម័តហើយអនុវត្តប្រកបដោយតម្លាភាពហើយនឹងប្រសិទ្ធភាពជាជាងដែលយកក្រមព្រំមិនទាន់
ផ្សេងៗមកដាក់ទៅលើអ្នកសារព័ត៌មាន